បងប្អូនទាំងអស់គ្នាពេលដែលចុចទូរស័ព្ទចុចវាលោតពាណិជ្ជកម្មចឹងលោតបែបហ្នឹងណាតែវាមិនមែនលោតតែមួយប្រភេទទេវាមានលោតច្រើនអញ្ចឹងយើងចុចលេងចុះឡើងទៀតមកសន្ទុះមកវាលោតពាណិជ្ជកម្មផ្សេងមកទៀតហើយអញ្ចឹងអ្នកទាំងអស់គ្នាប្រហែលជាធុញហើយខ្ញុំក៏ធុញយំបងប្អូនទាំងអស់ប្រហែលជាធុញហើយចុចលោតមកចំណាយើងចង់ធ្វើអីមួយក៏វាលោតមករហូតដូចបែបហ្នឹងអីចឹងវាលោតមកអញ្ចឹងណាហើយតើបងប្អូនចង់ដោះស្រាយអត់ចង់បំបត្តិវាចោលអត់ណាបើចង់បំបត្តិវាចោលគឺបងប្អូនទាំងអស់គ្នាចូលទៅមើលវីដេអូនឹងទាំងអស់គ្នាឲ្យចប់នឹងដឹងថាពីរបៀបដោះឲ្យតែ2ចំណុចទេតោះទៅមើលជាមួយខ្ញុំបាទជាដំបូងទៅកាន់អឺជ្រោមបងប្អូនទាំងអស់គ្នាកុំភ្លេចជ្រោមនេះឥឡូវជាមួយខ្ញុំចុចឲ្យមើលបាទនេះគឺជាកម្មវិធីជ្រោមកម្មវិធីអ៊ីនធឺណិតណាកម្មវិធីដែលចូលទៅ website ណាបាទយើងចូលទៅកាន់ជ្រោមនឹងមកអូខេពេលដែលយើងចូលទៅកាន់ជ្រោមគឺវារូបរាងបែបនេះបាទអញ្ចឹងបងប្អូនឃើញហើយយើងចុចត្រេ3នៅខាងលើបាទឥឡូវខ្ញុំដាក់សញ្ញានេះចុចត្រេ3នេះបាទចុចត្រេ3នឹងមកអូខេហើយយើងយកពាក្យ setting បាទ setting នេះ setting ចុចលើវាមកអូខេអញ្ចឹងបងប្អូនអូស scroll មកក្រោមណាយើងអូសមកក្រោមរហូតនឹងឃើញពាក្យថាsetting បាទ setting នេះសញ្ញាដែលខ្ញុំសញ្ញាព្រួញចំហ្នឹងបងប្អូនចុចលើវាមកហើយយើងអូសមកលើទៀតបាទយើងអូសឡើងទៅលើទៅយើងនឹងរកពាក្យថា third party cookie បាទនេះកន្លែងនេះបាទនេះនឹងកន្លែងដែលខ្ញុំគូហ្នឹងណាហ្នឹងហើយយើងចុចចូលវាទៅបាទចុចចូលវាទៅយើងឃើញហើយអញ្ចឹងបងប្អូនទាំងអស់គ្នាឃើញហើយសញ្ញាព្រួញនេះគឺខ្ញុំបង្ហាញថារបស់ខ្ញុំគឺនៅ allow third party cookie នេះមានន័យថាយើងនៅតែដូចថាយល់ព្រមនៅការប្រើប្រាស់ពាណិជ្ជកម្មលោតចូលបាទពីអ្នកទី3មកវាលោតចូលបែបម៉េចគឺគេអាចដាក់បានអញ្ចឹងយើងចង់បិទគឺយើងចូលឡើងនេះណានេះជាចំណុចដែលយើងត្រូវបិទបងប្អូនហើយយើងចុចគ្រីសឡើងនឹងមកបាទអញ្ចឹងអាទី1យើង allow វាមានន័យថាយើងយល់ព្រមអញ្ចឹងអាទី2យើងបិទវាយើង block វាចោលកុំឲ្យមានណាគេពាណិជ្ជកម្មនឹងចូលដោយសេរីអញ្ចឹងយើងចុចវាគ្រីសមកចុចចឹងមកអូខេបាទពេលដែលយើងចុចបានហើយនេះយើងចុចបានមកវាគ្រីសចឹងមកអញ្ចឹងនេះជាចំណុចទី1អញ្ចឹងចំណុចទី2បងប្អូនថយវិញមកណាយើងចុចកន្លែងសញ្ញាព្រួញថយនេះចុចអានឹងថយមកវិញមកយើងអូសទៅក្រោមទៀតបាទយើងអូសទៅក្រោមទៀតមកយើងនឹងឃើញពាក្យថា third party sign in ម្ដងទៀតនេះឃើញទេនេះចឹងបងប្អូនចុចកន្លែងនឹងមួយទៀតមកចឹងពេលដែលយើងចុចទៅវានឹងឃើញនេះឃើញសញ្ញាគ្រីសហ្នឹងគឺនៅខាងលើមានន័យថាអានេះយើងបើកមានន័យថាយើងយល់ព្រមប៉ុន្តែបើខាងក្រោមនេះមានន័យថា block បាទ block ដោយខាងលើមិនអញ្ចឹងណាបងប្អូនតែយើងអត់ទាន់ចុចទេឥឡូវយើងចុចទាំងអស់គ្នាមកយើងចុចលើវាមួយមកចុចចឹងមកចានេះចុចចឹងមកបាទយើងចុចមកគឺវាចេញបែបនេះអញ្ចឹងមានន័យថាយើង block sign in ទៀតអត់ឲ្យមានណាគេចូលមកលុបពាណិជ្ជកម្មញ៉ៃអីដូចមុនទេបាទអញ្ចឹង2ចំណុចនេះអ្នកទាំងអស់គ្នាប្រហែលជាយល់ហើយបងប្អូនកុំភ្លេចណាបាទទី1គឺយើងចូលទៅលើចំណុចនេះបងប្អូនអត់ចាំអក្សរចាំតែរូបភាពនេះក៏បានដែរនេះនៅទី1បាទទី1ហើយទី2គឺយើងចូលទៅរូបបែបនេះដែរពាក្យវាដូចគ្នាទេពាក្យវាស្តៀងគ្នាទេនេះទី2បាទអញ្ចឹង2នេះគឺយើងបិទអត់អាចមានពាណិជ្ជកម្មណាលោតមកញ៉ៃទៀតទេបាទអរគុណបើមានចម្ងល់គឺសួរនៅក្នុង comment ក៏ដូចជាចង់ខ្ញុំធ្វើវីដេអូពីអីទៀត
comment នៅក្នុងវីដេអូហ្នឹងមកបាទអរគុណដែលតាមដានវីដេអូដល់ចប់បាទកុំភ្លេចចុច Subscribe និងចុចរូបកណ្ដឹងដើម្បីទទួលបានវីដេអូថ្មីៗអរគុណ